อย่างយុ5ថ្ងៃទៀតទេអ្នកដែលបានឃើញឃ្លីបហ្នឹងដឹងតែមានដំណឹងល្អចូលមកហ្មង Hello សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងមកធ្វើការដោះបៀចាំមើលថារាសីយើងចាប់ពីឥឡូវទៅក្នុងរយៈពេលដើមខែ11ហ្នឹងថាមានរឿងអីកើតឡើងខ្លះចឹងណាអានេះយើងបានធ្វើការដោះបៀរួចរាល់ហើយយើងចឹងបានបៀ Knight of Pentacles the Moon the Empress Judgment ហើយជាមួយនឹង Ace of Pentacle ការពិតទៅជើងលេខវាប្រាប់ថា energy នេះហាបើឲ្យបន្ទុកហ្មងគឺបានផែ80ទៅ90ពេញ100ព្រោះអីវារៀងឡើងខ្ពស់ដែរកាលនិយាយទៅ energy ហ្នឹងគឺចាប់ផ្ដើមខែថ្មី energy ហ្នឹងគឺព្រម fresh new នឹង start អីថ្មីហ្មងចឹងបើណាគេកំពុងតែមានកម្រងចង់ធ្វើ project ថ្មីបរិការងាររឿងការរកស៊ីឬក៏ដាក់ដើមទុនរឿងអីបន្ថែមអីចឹងណាគាត់ថាជាចង្វាក់ពេលវេលាដែលល្អសម្រាប់ក្នុងការធ្វើរឿងអស់ហ្នឹងមិនថាការទិញផ្ទះថ្មីធ្វើអីថ្មីឬក៏ចង់យករបស់ធំចូលផ្ទះដូចជាឡានឬក៏ម៉ូតូឬក៏អីចឹងណាជាពេលវេលាចង្វាក់ដែលល្អសម្រាប់ការធ្វើចឹងណាហើយមួយទៀតហ្នឹងវាប្រាប់ថា the moon មកហ្នឹងគឺអាចនឹង energy ដែលវាអត់សូវល្អពីខែមុនឬក៏រឿងដែលវាអត់ទាន់ច្បាស់ឬក៏ blur អីហ្នឹងលក្ខណៈថាកំពុងតែរងចាំដំណឹងណាមួយគាត់ថានឹងឆាប់បានដំណឹងចូលមកក្នុងពេលឆាប់ហ្នឹងយ៉ាងយូរគាត់ថា5ថ្ងៃទៀតបន្ទាប់ពីបានឃើញคลิปហ្នឹងអញ្ចឹងណាអាចនឹងមានការតាក់ទងមកអាចតាក់ទងជាមួយនឹងរឿងការងារលក្ខណៈថាអ្នកដែលទៅសម្ភារការងារឬក៏អីហ្នឹងអាចមានឱកាសគេហៅទៅសម្ភារឬក៏បានការងាርከន្លែងថ្មីអញ្ចឹងណាសម្រាប់អ្នកដែលកំពុងតែលក្ខណៈថាចង់បដូរការងារឬក៏ចង់បដូរមុខរបរទៅធ្វើអីផ្សេងហើយតាក់ទងជាមួយនឹងរឿងលក្ខណៈថាមាសប្រាក់រឿងលុយកាក់ឬក៏អីចឹងណាគាត់ថាអាចនឹងមានចូលមកនេះដំណឹងល្អមែនតើសម្រាប់អ្នកគាត់រកស៊ីឬក៏ជា freelancer អីចឹងណាគាត់ថាអាចនឹងមាន project ថ្មីចូលមកតាក់ទងឲ្យធ្វើឬក៏មានម៉ួយឬក៏ការលក់ចេញទិញចូលអីហ្នឹងវារៀងមាន flow រលូនជាងខែមុនរៀងច្រើនដែរតែនៅក្នុងដំណឹងល្អដែលមានហ្នឹងក៏មានរឿងគួរឲ្យប្រយ័ត្នដូចគ្នាគឺវាប្រាប់ថាឲ្យប្រយ័ត្នតាក់ទងជាមួយនឹងលក្ខណៈថាបើយើងតាក់ទងជាមួយមនុស្សច្រើន communicate អីចឹងអាចនឹងមានឱកាសរៀង communicate រៀងលក្ខណៈថាធ្វើឲ្យវា misunderstanding ឬក៏ការយល់ច្រឡំឬក៏យល់ខុសអីចឹងព្យាយាមប្រើសតិនៅពេលដែលយើងនិយាយឬក៏តំណតំណជាមួយពីណាគេចឹងណាហើយមួយទៀតហ្នឹងអាចនឹងមានឱកាសក្នុងខែ11នេះយើងរៀងញ៉ាំរៀងច្រើនតិចមើលទៅអាចនឹងមានឱកាសរៀងឡើងគីឡូអញ្ចឹងណាស្រីអីឲ្យមើលថែកន្លែងហ្នឹងតិចដែលរួមគាត់ថាល្អអញ្ចឹងហើយយើងជួបគ្នានៅคลิปក្រោយទៀត